Okay, so ស្ដីនៅក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអំពីរបៀបនៃការប្រើ Weight Loss Trackers tool បញ្ជាក់ម្ដងទៀត Weight Loss Tracker គឺជា tool មួយដែលយើងប្រើ Google Spreadsheet ដើម្បីតាមដានគីឡូរបស់យើងមានន័យថាបើសិនជាយើងចង់សម្រកគីឡូគឺយើងនឹងប្រើ tool មួយនេះដើម្បីតាមដានគីឡូរបស់យើងនៅពេលដែលយើងបើក file នៃដំបូងមកយើងនឹងឃើញមាន sheet ចំនួន5យើងមាន instruction យើងមាន dashboard យើងមាន weight log tracker body measurements ហើយនិង progress photo ចឹង sheet ដំបូងគេបង្អស់ហ្នឹងគឺយើងនឹងឃើញ instruction sheet ហ្នឹងគឺយើងបង្ហាញអំពីរបៀបនៃការប្រើប្រាស់តិចតួចអត់មានអីជា instruction ច្រើនអីទេនៅលើគេបង្អស់នេះគឺយើងឃើញរបៀបនៃការផ្លាស់ប្ដូរ theme color sheet របស់យើងទាំងមូលចឹង color យើងមាន3ចឹងបើសិនជាយើងអត់ tick នៅលើពណ៌2នេះទេពណ៌ទី1យើងមាន calm blue ហើយពណ៌មួយទៀតយើងមាន deep sage ចឹងបើសិនជាយើងអត់ tick វានឹង load light pink បែបនេះតែបើសិនជាយើង tick នៅលើ calm blue យើងនឹងទទួលបានពណ៌ផ្សេងមួយទៀតពណ៌ blue ហើយបើសិនជាយើង tick នៅលើ deep sage យើងទទួលបានពណ៌បែបនេះអូខេចឹងយើងឆ្លាញ់ពណ៌ណាយើងដាក់ពណ៌ហ្នឹងទៅបន្តមកទៀតយើងមាន tutorial video ដូចវីដេអូដែលខ្ញុំកំពុងធ្វើហ្នឹងហើយមិនចាំបាច់បារម្ភទេហើយ instruction មួយទៀតខាងក្រោមនេះគឺ general instruction ទេគឺគ្រាន់តែចង់បង្ហាញថានៅពេលដែលអ្នកទាំងគ្នាឃើញសញ្ញាបែបនេះ head up ហ្នឹងគឺជា warning sign បើសិនជាយើងច្រឡំចុចលុបឬក៏ច្រឡំដូរឬក៏ធ្វើអីមួយដែលអចេតនាអ្នកគ្នាអាចចុចខ្វែងវាឬក៏ចុចពាក្យថា cancel បើសិនជាអ្នកទាំងគ្នាដូរកែអីមួយដោយចេតនាមានន័យថាដឹងថាខ្លួនឯងកំពុងធ្វើអីយើងអាចចុចពាក្យថា OK ដើម្បី confirm បានមានន័យថាយើងយល់ព្រមទៅនឹងអ្វីដែលយើងកែឬក៏យើងលុបប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យកុំលុបអ្វីដែលមាននៅលើនេះជៀសវាងបញ្ហាបើមិនតែយើងលុបឧទាហរណ៍ថាលុប formula ណាមួយវាអាចធ្វើឲ្យ file របស់យើង error ខូចប្រើលេខការអញ្ចឹងណាsheet បន្តមកទៀតគឺយើងមាន dashboard អូខេ dashboard ហ្នឹងគឺជា overview សម្រាប់បង្ហាញព័ត៌មានទាំងមូលនៃការ progress របស់យើងមានន័យថាជា number ជាលេខជាតួលេខដែលបង្ហាញអំពី progress របស់យើងអូខេអញ្ចឹងនៅលើនេះយើងមានទី1យើងមាន days to goal days to goal នេះគឺជាចំនួនថ្ងៃដែលអ្នកទាំងគ្នាកំណត់ក្នុងការសម្រកគីឡូឲ្យបានជោគជ័យឧទាហរណ៍ថាខ្ញុំនឹងសម្រកគីឡូក្នុងរយៈពេល3ខែអញ្ចឹងលេខហ្នឹងគឺយើងនឹង set សម្រាប់ខ្លួនឯងហើយប៉ុន្តែនៅលើ dashboard នេះអ្នកទាំងគ្នាលេខនេះគឺវានឹង load auto អញ្ចឹងវាជាលេខមួយ auto calculate ចេញពីទិន្នន័យដែលអ្នកគ្នាបញ្ចូលនៅក្នុង file នៅក្នុង sheet ផ្សេងទៀតណាអញ្ចឹងមិនចាំបាច់សរសេរអីនៅលើហ្នឹងទេតែខ្ញុំគ្រាន់តែចង់បង្ហាញឲ្យយល់ថាមួយហ្នឹងវាមានន័យយ៉ាងម៉េចហើយ starting weight នេះគឺជាចំនួនគីឡូដែលយើងចាប់ផ្ដើមធ្វើការតាមដានចាប់ពីពេលដែលយើងប្រើប្រាស់ file នេះហើយ current weight គឺជាតារាងមួយដែលគឺជាទិន្នន័យលេខដែលវានឹងបង្ហាញពីចំនួនបច្ចុប្បន្នដែលវានឹងប្រែប្រួលហើយ goal weight គឺជាគីឡូគោលដៅដែលយើងដាក់ target ខ្លួនឯងដាក់គោលដៅខ្លួនឯងថាចង់សម្រកឧទាហរណ៍65គីឡូនៅក្នុងករណីនេះហើយ total loss គឺជាចំនួនគីឡូដែលយើងបានស្រកបាទអញ្ចឹងលេខវានឹង load នៅលើហ្នឹងហើយ left to lose គឺជាចំនួនគីឡូដែលយើងត្រូវការដើម្បីសម្រកទៀតបាទត្រូវការដើម្បីសម្រកទៀតនៅក្នុងករណីនេះ0មានន័យថាគីឡូហ្នឹងគឺគីឡូគោលដៅហើយនិងគីឡូបច្ចុប្បន្នហ្នឹងគឺវាស្មើគ្នាហើយអញ្ចឹងមានន័យថាបានសម្រេចគីឡូជោគជ័យគីឡូដែលយើងចង់សម្រកហើយក្រោមទៀតនោះគឺ weight timeline weight timeline នេះគឺសំដៅទៅលើចំនួនគេបែងចែកជាចំនួនខែទៅតាមចំនួនកំណត់ដែលអ្នកគ្នាកំណត់ថាប្រហែលថ្ងៃគឺគេនឹងគិតជាខែ2ខែ3ខែអញ្ចឹងណាអញ្ចឹងយើងនឹងឃើញខ្សែបន្ទាត់នេះឡើងឬក៏ចុះទៅតាមជាក់ស្ដែងទៅតាមគីឡូជាក់ស្ដែងរបស់អ្នកគ្នាហើយ body measurement កន្លែងនេះគឺសំដៅទៅលើទំហំបាទទំហំរាងកាយទំហំអវយវៈរបស់យើងដែលវាប្រែប្រួលពីមួយសប្តាហ៍ទៅមួយខែឬក៏ទៅតាមឆ្នាំដែលអ្នកគ្នាប្រែប្រួលដូចនៅឧទាហរណ៍នៅនេះយើងមានកទ្រូង
ដៃខាងឆ្វេងដៃខាងស្ដាំអីចឹងណាវាជាទិន្នន័យបច្ចុប្បន្នជាទិន្នន័យចុងក្រោយដែលវា calculate ហើយនៅពីទិន្នន័យដែលអ្នកគ្នាបញ្ចូលនៅ file បន្ទាប់ដែលខ្ញុំនឹងបង្ហាញនៅពេលបន្តិចទៀតនេះនៅខាងស្ដាំដៃនេះយើងមាន instruction បើសិនជាអ្នកជាភាសាអង់គ្លេសអាចអាន instruction ប៉ុន្តែមិនចាំបាច់បារម្ភទេវាដូចទៅនឹងអ្វីដែលខ្ញុំបានប្រាប់ហើយឥឡូវយើងចូលទៅ sheet បន្ទាប់មកទៀតយើងមាន weight lock tracker weight lock tracker នេះគឺជាព័ត៌មានសំខាន់ដែលអ្នកគ្នាត្រូវកំណត់ហើយនឹងបញ្ចូលជារៀងរាល់សប្តាហ៍អូខេនៅកន្លែងនេះយើងមាន my starting point and goals គឺជាចំណុចចាប់ផ្ដើមហើយនឹងគោលដៅរបស់ខ្ញុំជាទិន្នន័យដែលអ្នកគ្នាត្រូវបញ្ចូលហើយទី1គឺអ្នកគ្នាត្រូវជ្រើសរើសយកពាក្យថា matrix គឺយើងយក matrix គឺយើងយកគីឡូក្រាមបើសិនជាអ្នកគ្នាប្រើ pound អ្នកគ្នាអាចយក pound ទៅក្នុងករណីនេះយើងប្រើគីឡូក្រាមអញ្ចឹងអ្នកគ្នាជ្រើសរើសយកគីឡូក្រាម starting date គឺជាថ្ងៃចាប់ផ្ដើមដែលអ្នកគ្នាសម្រេចថាខ្ញុំបដិញ្ញាចិត្តក្នុងការសម្រកគីឡូអញ្ចឹងជ្រើសរើសយកថ្ងៃណាដែលអ្នកគ្នាបដិញ្ញាចិត្តទៅឧទាហរណ៍ថាអូខេអញ្ចឹងដើម្បីបញ្ចូលទិន្នន័យអ្នកគ្នាគ្រាន់តែ double tap ចុច2ដងនៅលើហ្នឹងទៅហើយយើងជ្រើសរើសយកថ្ងៃទីដែលយើងថ្ងៃខែឆ្នាំដែលយើងចង់ធ្វើការតាមដានឬក៏បដិញ្ញាចិត្តថាត្រូវតែសម្រកគីឡូរបស់ខ្លួនឯងឧទាហរណ៍នៅក្នុងករណីនេះយើងសម្រកចាប់ពីថ្ងៃសៅរ៍ថ្ងៃទី2នេះអូខេឧទាហរណ៍ណាអូខេយើងយកថ្ងៃទី2ខែ5ឧទាហរណ៍អញ្ចឹងគីឡូដែលបច្ចុប្បន្នឥឡូវនេះគីឡូដែលចង់សម្រកនេះគីឡូឥឡូវនេះប្រហែលឧទាហរណ៍ដូចជា79គីឡូចុះ79គីឡូហើយកម្ពស់អ្នកគ្នាបញ្ចូលកម្ពស់របស់ជាក់ស្ដែងរបស់ខ្លួនឯងណាកុំដាក់កម្ពស់គេហើយ goal weight គីឡូដែលអ្នកគ្នាចង់សម្រកអញ្ចឹងឧទាហរណ៍ដូចក្នុងករណីនេះយើងចង់សម្រកមកនៅ65គីឡូទេឬក៏64គីឡូឯងដោយសារតែយើងគីឡូតែយើងកម្ពស់តែ1.64ម៉ែត្រទេអញ្ចឹងយើងអាច65ឬក៏64នេះឧទាហរណ៍ទេណាហើយ goal date ចង់សម្រេចគោលដៅឲ្យបានគីឡូ65ហ្នឹងនៅថ្ងៃខែឆ្នាំណាអូខេឧទាហរណ៍ថាយើងចាប់ផ្ដើមខែ5ឥឡូវឧទាហរណ៍យើងសម្រេចថាយើងយក3ខែចុះអូខេឧទាហរណ៍ថា3ខែឬក៏4ខែអាហ្នឹងវាអាស្រ័យទៅលើអ្នកទាំងគ្នាទេវាអាស្រ័យទៅលើការបដិញ្ញាចិត្តរបស់អ្នកទាំងគ្នាទេឥឡូវឧទាហរណ៍ដូចជាយើងយកឧទាហរណ៍ថាខែ July ចុះខែ7ថ្ងៃទី31បាទគាត់ទៅជាឧទាហរណ៍ទេហើយឥឡូវយើងបានហើយយើងបានគីឡូដែលយើងចង់បានហើយនឹងថ្ងៃខែដែលយើងចង់សម្រេចបានវាហើយអញ្ចឹងបន្តមកទៀតកន្លែងបន្ទាប់ block នេះអ្នកទាំងគ្នាមិនចាំបាច់ធ្វើអីទេវានឹង calculate automatic ហើយដូច starting BMI goal BMI weight loss goal អីហ្នឹងជា goal របស់អ្នកគ្នាគឺត្រូវសម្រក14គីឡូហើយ BMI ដែលអ្នកទាំងគ្នាត្រូវមកនៅសម្រាប់ standard range healthy range គឺ24.17 បាទចុះវានឹង calculate automatic ចឹងខ្ញុំដាក់អក្សរពណ៌ក្រហមនេះគឺដើម្បីឲ្យអ្នកគ្នាចំណាំថាកុំលុបវាក៏ហើយកុំសរសេរអីនៅលើហ្នឹងដែរហើយបន្តមកទៀតនេះគ្រាន់តែជា reference ទេគួរជា reference ឲ្យយើងមើលទេមិនថា BMI តារាង standard របស់ BMI ណាបើសិនជាយើងនៅក្រោម 18.5 មានន័យថាយើងខ្វះគីឡូបើសិនជាចន្លោះ 18.5 ទៅ 24.9 គីឡូយើងគឺធម្មតា BMI របស់យើងគឺធម្មតាហើយបើសិនជានៅកន្លែងនេះគឺយើងលើសគីឡូហើយនៅកន្លែងនេះគឺយើងនឹងធាត់បាទហើយកន្លែង lost weight milestones កន្លែងនេះគឺចង់សំដៅទៅលើការដែលយើងសម្រេចបានគោលដៅហើយយើងឲ្យកាដូខ្លួនឯងអញ្ចឹងឧទាហរណ៍នេះគ្រាន់តែជាឧទាហរណ៍ទេអញ្ចឹងកន្លែងនេះគឺជាចំនួនគីឡូដែលយើងសម្រកឧទាហរណ៍ដូចជាស្រកបាន1គីឡូ reward កាដូដែលអ្នកទាំងគ្នាឲ្យទៅខ្លួនឯងគឺទៅមើលកុនបាទទៅមើលកុនខ្ញុំសុំ antics សិនហើយស្រកបាន2គីឡូទិញស្បែកជើងថ្មីស្រកបាន3គីឡូទៅញ៉ាំអីនៅ restaurant ដែលខ្លួនឯងចូលចិត្តនៅហាងដែលខ្លួនឯងចូលចិត្តស្រកបាន4គីឡូទិញទូរស័ព្ទឬក៏ដូរទូរស័ព្ទថ្មីអីចឹងណាអាហ្នឹងអ្នកទាំងគ្នាអាចសរសេរឬក៏កែវាទៅតាមអ្វីដែលយើងអាចធ្វើបានសម្រាប់ខ្លួនឯងគ្រាន់តែជាការលើកទឹកចិត្តរបស់ខ្លួនឯងទេឧទាហរណ៍ដូចក្នុងករណីទៅញ៉ាំអីនៅ restaurant នេះអ្នកទាំងគ្នាក៏គិតឡើងវិញថា
ទៅញ៉ាំអីអាចនឹងឡើងគីឡូមកវិញអត់អូខេបើសិនជាមិនសមដែរយើងកែវាទៅហើយបើសិនជាបាន reward ឲ្យខ្លួនឯងបានឲ្យកាដូខ្លួនឯងហើយយើងគ្រាន់តែ tick នៅលើហ្នឹងទៅវានឹងលុប automatic ហើយគឺតារាងខាងលើនេះបង្ហាញអំពីទិន្នន័យគីឡូបំរែបំរួលទៅតាមទិន្នន័យដែលអ្នកទាំងគ្នាបញ្ចូលនៅទិន្នន័យខាងក្រោមនេះចឹងបើសិនជាយើងបញ្ចូលបាន3ឡាយខាងលើហ្នឹងវាក៏បង្ហាញទិន្នន័យ3ដូចគ្នាដែរដូចក្នុងករណីនេះទី1ទី2ទី3អញ្ចឹងណាអញ្ចឹងវាបំរែបំរួលទៅតាមនឹងដែរហើយកន្លែង watch log book នេះគឺជាតារាងសំខាន់ដែលអ្នកទាំងគ្នាត្រូវបញ្ចូលជារៀងរាល់សប្តាហ៍អញ្ចឹងសប្តាហ៍ទី1ទី2ទី3ទី4អញ្ចឹងណាអញ្ចឹងយើង start មកថ្ងៃទីប៉ុន្មានហើយសប្តាហ៍ទី2ថ្ងៃទីប៉ុន្មានសប្តាហ៍ទី3ថ្ងៃទីប៉ុន្មានអញ្ចឹងណាក្នុងរយៈពេលមួយសប្តាហ៍ម្ដងហើយកន្លែងនេះគឺបញ្ចូលគីឡូរបស់អ្នកទាំងគ្នា unit ជាគីឡូក្រាមហើយកន្លែង2នេះចំណុច2នេះអ្នកទាំងគ្នាមិនចាំបាច់លុបមិនចាំបាច់ធ្វើអីទេវានឹង calculate automatic ឲ្យអ្នកទាំងគ្នាឧទាហរណ៍បើសិនជាគីឡូយើងស្រកយើងនឹងឃើញសញ្ញាដកលេខដកហ្នឹងណាយើងនឹងឃើញ minus ហើយ BMI នេះក៏យើងឃើញវាកាន់តែចុះទៅតាមភាពជាក់ស្ដែងរបស់អ្នកទាំងគ្នាដែរអូខេចឹងសម្រាប់ weight loss tracker យើងមានតែប៉ុណ្្នឹងឯងឥឡូវយើងចូលទៅ body measurements sheet ម្ដងកន្លែង body measurement នេះគឺអ្នកទាំងគ្នាតម្រូវឲ្យមានខ្សែម៉ែត្រសម្រាប់វាស់ឧទាហរណ៍យើងវាស់ដៃវាស់កវាស់ទ្រូងយើងអញ្ចឹងយើងគួរតែមានខ្សែម៉ែត្រមួយដើម្បីវាស់ហើយនៅពេលដែលអ្នកគ្នាវាស់ហើយគឺយើងបញ្ចូលទិន្នន័យជាក់ស្ដែងយើងគិតជាសង់ទីម៉ែត្រឬក៏អីក៏ដោយអ្នកគ្នាបញ្ចូលទិន្នន័យបញ្ចូលថ្ងៃទីដែលអ្នកគ្នាវាស់ហ្នឹងមកក្នុងរយៈពេល1ខែម្ដងអញ្ចឹងយើងបញ្ចូលលេខទៅតាមហ្នឹងមកឧទាហរណ៍កប្រមាណសង់ទីម៉ែត្រទ្រូងប្រមាណសង់ទីម៉ែត្រយើងបញ្ចូលនៅក្នុងហ្នឹងមកហើយកន្លែងតារាងនេះអ្វីដែលអ្នកទាំងគ្នាត្រូវធ្វើហើយបញ្ជាក់វាអត់ load automatic ទេគឺអ្នកទាំងគ្នាត្រូវបញ្ចូលទិន្នន័យ before មានថាពីមុនប្រមាណថ្ងៃទីមកឧទាហរណ៍តែថ្ងៃអានេះយើងអាចបញ្ចូលថ្ងៃដែលយើង start បានឧទាហរណ៍ថ្ងៃយើង start ថ្ងៃនេះយើងបញ្ចូលមកទំហំប្រមាណអញ្ចឹងណាហើយ after នេះគឺចង់សំដៅទៅលើថ្ងៃបញ្ចប់គោលដៅរបស់អ្នកនរគ្នាឧទាហរណ៍3ខែចប់ហើយឥឡូវយើងបញ្ចូលមកឧទាហរណ៍ណាហ្នឹងហើយឧទាហរណ៍ថ្ងៃទី1យើងបញ្ចូលមកក្នុងរយៈពេល3ខែតើវាប្រែប្រួលបានប៉ុន្មានវាស្រកឬក៏វាឡើងយើងបញ្ចូលទិន្នន័យនៅក្នុងហ្នឹងមកហើយបញ្ជាក់វាអត់ load automatic ទេកន្លែងនេះដែលវា load automatic គឺវានឹង load ទិន្នន័យចុងក្រោយទៅក្នុង dashboard ហើយ body measurement របស់យើងគឺមានតែប៉ុណ្្នឹងឯងហើយបញ្ជាក់នៅតែគ្នាគួរតែមានខ្សែម៉ែត្រដើម្បីវាស់มันអាចស្មានបានទេហើយបន្តមកទៀតគឺ sheet ចុងក្រោយយើងមាន progress photo គឺសម្រាប់អ្នកទាំងគ្នាបញ្ចូលរូបរបស់ខ្លួនឯងបាទមានថាអានេះគឺយើងធ្វើមួយខែម្ដងបាទក្នុងអានេះtemplate របស់យើងគឺមាន12ខែអញ្ចឹងអ្នកគ្នាធ្វើមួយខែម្ដងណាអញ្ចឹងយើងបញ្ចូលថ្ងៃទីនៅនឹងមកខែទី1នៅថ្ងៃទីប៉ុន្មានខែទី2ថ្ងៃទីប៉ុន្មានហើយយើងupload រូបថតរបស់ខ្លួនឯងចូលរបៀបរូបថតដែលយើងគួរថតអាចរូបថតដែលយើងស្លៀកពាក់ខោអាវណាដែលរឹបឬក៏បើសិនជាប្រុសអាចមិនចាំបាច់ពាក់អាវខាងលើក៏បានដែរស្លៀកតែខោមកស្រីអាចពាក់ crop top អីចឹងណាដើម្បីយើងងាយស្រួលឬក៏អាវណាដែលរឹបដើម្បីយើងងាយស្រួលមើលរាងខ្លួនឯងដើម្បីងាយស្រួលក្នុងការប្រៀបធៀបរូបរបស់ខ្លួនឯងរបៀបនៃការ upload រូបភាពស្រួលទេអ្នកនរគ្នាយើងគ្រាន់តែចុចពាក្យថា insert នេះមកហើយយកពាក្យថា image ហើយអ្នកទាំងគ្នាត្រូវយកពាក្យថា insert image in cell បន្ទាប់ពីចុចហើយវានឹង load ឲ្យយើង select រូបដែលយើងចង់ upload ចូលហើយបាទអញ្ចឹងយើង upload ចូលមកជារៀងរាល់មួយខែម្ដងអូខេអញ្ចឹងនៅពេលដែលយើងបញ្ចូលទិន្នន័យនៅតាមនឹងហើយបាទអ្វីដែលសំខាន់គឺអ្នកទាំងគ្នាត្រូវមើលទៅលើ dashboard របស់ខ្លួនឯងតើគីឡូហ្នឹងបច្ចុប្បន្នហ្នឹងនៅប្រហែលគីឡូគោលដៅរបស់ខ្លួនឯងហ្នឹងប្រហែលគឺយើងតាមដានរបៀបហ្នឹងណាហ្នឹងហើយកុំបញ្ចូលឲ្យអត់មើលហើយយើងកន្លែងនេះគឺយើងមើលឡើងចុះអញ្ចឹងទៅហើយអានេះម្ដងទៀត body measurement នេះគឺជាទិន្នន័យចុងក្រោយអានេះវា load តាមក row អញ្ចឹងទេអានេះគឺវា calculate យកទិន្នន័យចុងក្រោយដែលអ្នកទាំងគ្នាបញ្ចូលនៅក្នុងនេះបាទអូខេចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបើសិនជាអ្នកគ្នាមានចម្ងល់មានសំណួរអាចទាក់ទងមកខ្ញុំតាម Telegram TikTok ក៏បានដូចគ្នាដែរដើម្បីខ្ញុំនឹងព្យាយាមជួយអ្វីដែលខ្ញុំអាចជួយបានអូខេអរគុណច្រើនជម្រាបលា